សូមថ្វាយបង្គំព្រះសាបុត្រប្រសើរបំផុតក្នុងជាគ្រូនៃមនុស្សនិងទេវតាទ្រង់ត្រាងទេសនាប្រដៅសត្វចង់អល់ឲ្យដាផ្លូវកំដាមាគ៌ាត្រកាអាចកំចាត់ទុំភ័យចង់រៃអើយចាយបាត់អាចកាន់សង្សាររាំងទុំបានព្រះសា
បានបញ្ជាក់ទៀតថាសំខាន់ចិត្តបរិស័ទក៏ដូចជាសាវករបស់ព្រះអង្គទេណាបាទសេចក្តីប្រមាទនេះបាទធំធេងណាស់ទេណាបាទយើងជាទូទៅយើងដឹងថាប្រមាទទៅលើពពុសត្វទាំងឡាយតែនៅក្នុងអត្ថន័យរបស់ព្រះអង្គលោកបានផ្ដាល់ផ្ដាំបាទជាពិសេសចំពោះអានន្ទដែលជាកូនរបស់ព្រះអង្គនោះថាមនាលអានន្ទបាទអ្នកកុំខុសប្រហែសទេណាអ្នកកុំប្រមាទបាទចំពោះអាយុសាបរិលពៀនរបស់ព្រះសម្មាសម្ពុទ្ធតាំងពីព្រះសក្តាប្រាប់តាំងរហូតព្រះនិព្វានមានរយៈកាល40ឆ្នាំក្នុងតែសំខាន់ទុកថាលោកចាស់សក្តាគ្រប់មួយនៃពុទ្ធសាសនាសក្តាអន្តរជាតិគឺកម្រិតឡើយពុទ្ធសាសនាសក្តាទុកឲ្យក្នុងខាងព្រះមានតែបទបាមួយក្នុងវេលារសៀលក្នុងទេសនាព្រះមហាជនមួយក្នុងវេលាប្រលប់ប្រទានអវាទដោយចាចាជាបងចាំបាន
ទាំងក្រុងសោយ៉ាងខ្លាំងយ៉ាងណាស់ចំពោះគុណបកការៈចំពោះបតមាតាមពុទ្ធរមគ្រូជាចាស់យើងបងបកងសាធុគុណគូកោរំបកងស្ដាយវិសេសគុណបកងស្ដាយបរណាគុណដែលចំពោះពុទ្ធបរិស័ទជាលំត្រជាអង្គព្រះអង្គលោកចំធ្វើការនមស្ការដល់កលឹកនៃលោកកាព្រះរូបព្រះធាននៃព្រះពុទ្ធវិសន្តងអង្គព្រះសង្ឃសាសូមគុណត្រៃរណជួយខែមរាបាទទីប៉ុនចូលឆ្នាំថ្មីទៅបានលើកន្សាយ៉ាងអឡារនៅក្នុងកម្មវិធីប៉ុនជាតិរបស់យើងហើយនៅក្នុងថ្ងៃនេះផងដែរគឺកម្មវិធីមួយទៀតគឺបុណ្យសាសនាបាទបុណ្យសាសនាអញ្ចឹងបុណ្យសាសនាធំៗគឺមាន3ធំដូចជាបុណ្យលៀកកបូជាវិសាខកបូជានិងអសាលហៈបូជាជាដើមហើយកម្មវិធីបុណ្យលៀកកបូជាក៏យើងបានរៀបចំធ្វើការដង្ហែយ៉ាងអឡារឹកកត្រឹកកត្រែងទៅហើយដោយឡែកនៅក្នុងឱកាសនេះក៏យើងមានការដង្ហែបន្តនៅក្នុងកម្មវិធីបុណ្យវិសាខកបូជាបុណ្យវិសាខកបូជារៀបចំកិច្ចបាតការប្រព័ន្ធអន្តរជាតិដោយសង្ខេបផ្នែកហើយយើងឡប់ទៅចាស់យើងខ្លួនចាប់ដល់ម៉ោង1រសៀលយើងទុកជុំគ្នាទៀតធ្វើបទសមត្ថការបរតនត្រ័យនិមន្តប្រសង់សមាធិសោចម្រើនព្រះបរិត្តដល់ម៉ោង5សម្ដែងធម៌ទេសនាចប់ពីប្រសង់សម្ដែងធម៌ទេសនាទៅគឺការដង្ហែនៅប្រទេសជាលាគ្រឿងកោបមានលាផ្សេងបូជាចំពោះពុទ្ធបរតនត្រ័យនឹងមានការហុចនៅកំជ្រួចបំផុសគោមចំនួន310គោមគឺបំផុសដោយឥតគិតថ្លៃចឹងទេសូមពុទ្ធបរិស័ទចូលរួមជ្រះថ្លាក្នុងពិធីបុណ្យវិសាខបូជានៅក្នុងថ្ងៃ15កើតពេញបរមីជារាត្រីយប់នេះព្រះច័ន្ទពេញមុខជាវិសាខបរមីដែលមានព្រះច័ន្ទពេញមុខលឺល្អល្អះពីឯដអាកាសវេហានពាលីដូច្នេះហើយប្រជានិកបរិស័ទនៅកម្មពុទ្ធសាសនាទូទាំងសកលលោកគឺបង្អោតសេចក្តីជ្រះថ្លាក្នុងថ្ងៃនេះជាមហាកុសលដ៏ប្រសើរបំផុតសូមអនុមោទនាអនុមោទនាពីទេបង្ខែពួនពីបុណ្យកុសលទេអាចនឹងធ្លាក់ទៅអបាយភូមិនៅក្នុងពេលវេលាណាមួយបន្ថែមឲ្យតែមានការភ្លេចភ្លាំងស្មារតីព្រោះថាពេលវេលាដែលត្រូវត្រឡប់ទៅវិញនោះអត់ទៀងទេមិនថាក្មេងមិនថាចាស់វ័យប៉ុណ្ណានោះទេឲ្យតែយើងភ្លេចនៅស្មារតីមានការប្រមាថដោយប្រការណាមួយក៏អាចនឹងទៅធ្លាក់នៅក្នុងពេលនោះបន្ថែមហើយដូច្នេះហើយពេលនេះគាត់ថាខ្ញុំនៅក្មេងមិនចង់ធ្វើបន់នេះចាំតែចាស់អញ្ចឹងក៏គិតដូច្នេះព្រោះថាវ័យយើងវ័យណាក៏ត្រូវស្លាប់ទៅវិញចឹងហើយខំប្រឹងបំពេញណាមានរូបរាងកាយសម្បត្តិល្អប្រសើរខំប្រឹងបំពេញនៅបនកសាលតែបដូរយកអត្តភាពជាមនុស្សជាតិឬក៏ទេវតាទាំង6ជាន់មានចាតមហាតាវតੰយាមានទៅសតានមានរតីបរណមចាពុទ្ធវតីឬក៏អាចទៅព្រឹកលក្ខណៈឲ្យការស្អាតកាត់ជាលក្ខណៈតោអនុមោទនាអនុមោទនាការដង្ហែវិសាខបូជាដើម្បីប្ររពរំលឹកដល់ថ្ងៃដែលព្រះអង្គបានកុសលនិងបងបានត្រាស់ដឹងថ្ងៃដែលបងបានរំលត់ខណ្ឌចូលកាត់បរិនិព្វានសូមអនុមោទនាសុខៈអ្នកសតោវរៈមង្គលាជាយាតិរេ
ព្រះពុទ្ធសករាជព្រះសាសនាអតិកតតានេះកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រថ្ងៃនេះសម្រាប់ការខែពិសាឆ្នាំមមីអត្តស័កលោកដល់ថ្ងៃសៅរ៍100ខែពិសាឆ្នាំមមីអត្តស័កតទៅព្រះពុទ្ធសករាជនឹងឈានចូល2570បរិបូរណ៍ថ្ងៃនេះព្រះករុណាម្ចាស់គង់នៅក្នុងអារាមដ្ឋានវត្តពលានពពូនរួមព្រះបរមអង្គរហន្តសម្ពុទ្ធព្រះធម៌ព្រះសង្ឃប្រសើរបំផុតឋិតនៅជាមកុដដឹកនាំលោកថ្ងៃពេញបរមីច័ន្ទរៀបលើថ្លារាំងស្មៃអំចាយំដំប្រាំកាជាថ្ងៃដែលរំលឹកព្រឹត្តិការណ៍ទាំងឡាយដែលកើតមាននៅក្នុងព្រះពុទ្ធសាសនាបរិសុទ្ធពិតជាឆ្ងាយគេលេចលោករាំងទោសង្មោហំដែលឆេងត្រូវជំរាំងពីក្នុងសន្តានខ្ញុំបួងសួងដល់អង្គព្រំទេវតាជួយថែរៀងសាសពបរោគ្រប់គ្នាដោយអំណាចនៃការគោរពបូជាសូមជ្រះថ្លាអនុមោទនាសូមអរព្រះពុទ្ធសាសនារុងរឿងចម្រើនសូមអរព្រះពុទ្ធសាសនាតាទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសក្យមុនីសម្រាប់ទ្រង់ត្រាស់ថានំទេសន្តិបរំសុខាពុកមានសេចក្តីសុខដុតដីក្រៅអំពីសេចក្តីស្ងប់ឡើយចឹងកម្មវិធីបន់ចូលឆ្នាំយើងបានប្រពឡើងយ៉ាងសត្រឹកសត្រេកផងដែរហើយបន្តមកនេះគឺបន់សាសនាក៏យើងរៀបចំបង្ហាញយ៉ាងអឡារឹកត្រឹកត្រែងផងដែរនៅក្នុងកម្មវិធីបន់វិសាខបូជានេះគឺជាដំណើរការយើងមានទាំងរថយន្តមានទាំងម៉ូតូមានទាំងលំអក្នុងការហែហោមដំណើរឥឡូវនេះបានមកដល់សាលាឃុំស្មពូនហើយដំណើរក៏គៀកនឹងដល់ទីកន្លែងដែលយើងបានកំណត់គឺក្នុងអារាមដ្ឋានវត្តពលានស្មពូនដូច្នេះហើយសូមចម្រើនប្រោចម្រើនពរប្រជានិកបរិស័ទទាំងអស់ឲ្យបានជ្រាបអំពីអត្ថន័យខ្លឹមសារនៃការប្រារព្ធពិធីបុណ្យវិសាខបូជាក្នុងគោលបំណងដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបានប្រសូតត្រាស់ដឹងនិងបរិនិព្វានដូច្នេះហើយយើងគួរកំណត់ដឹងថា
ថ្ងៃដែលព្រះអង្គបានប្រសូតត្រាស់ដឹងបរិនិព្វានសិតសឹងតែបានកើតឡើងនៅក្នុងថ្ងៃ15កើតខែពិសាខនេះទាំងអស់ដូច្នេះហើយបានយើងជាពុទ្ធបរិស័ទទាំងប្រសង់ទាំងប្រហោះតែจะធ្វើនៅការធ្វើនៅសក្ការៈបូជាក្នុងថ្ងៃ15កើតខែពិសាខនេះសូមអនុមោទនា Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ